ម្សៅនិងទឹកត្រូវបានលាយបញ្ចូលគ្នាច្របាច់វាទៅជាដុំម្សៅសម្រាប់ធ្វើសម្បកនំគាវនៅថ្ងៃតុងជីជនជាតិចិនមានទម្លាប់ញ៉ាំនំគាវវាមិនត្រឹមតែជាអាហារឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែក៏ជានិមិត្តរូបនៃការជួបជុំគ្នានិងសុភមង្គលសិរីមង្គលផងដែរសាច់ចិញ្ច្រាំត្រូវបានលាយជាមួយទឹកខ្ទឹមបារាំងបៃតងនិងខ្ញីទឹកស៊ីអ៊ីវនិងគ្រឿងទេសផ្សេងៗទៀតមានដូចជាការ៉ុតឆៃថាវខ្ទឹមបារាំងនិងខិនឆៃជាដើមរួមជាមួយនឹងប្រេងល្ងខ្លះបង្កើតជាស្នូលនំគាវដ៏ឈ្ងុយឆ្ងាញ់យកស្នូលមកខ្ចប់នំគាវម្ដងមួយនំគាវដែលមានរាងដូចជាដុំមាសត្រូវបានចេញជារូបរាងនំគាវអណ្ដែតក្នុងទឹកពុះហើយនៅពេលដែលវាត្រូវបានយកចេញគឺប្រកបដោយភាពកក់ក្ដៅណាស់ប្រៀបដូចជាជីវិតយើងវាមានរូបរាងសាមញ្ញប៉ុន្តែមានរសជាតិនៃជីវិតសម្បូរបែប